លើកនេះជាលើកទី2ហើយបើជ្រុលចលេងលេងម្ចាស់ដៃពីមុនទាហានរបស់យើងមានកំភ្លើងស្ពីនឹងទ្រុងតែមួកពាក់ការពារក្របអាវក្រោះពាក់ការពារក្របគឺអត់មានទេទាហាននៅសមរភូមិជួរមុខតែពេលនេះទាហាននៅសមរភូមិជួរមុខអាវក្រោះពាក់ការពារក្របគឺមានអាវក្រោះមួកពាក់ការពារក្របគឺមានសពបែបយ៉ាងទាំងអស់ចាំតែបត់បញ្ជាទេបងប្អូននិយាយការពិតមានអារម្មណ៍ថាដៅដំណាក់កាលចុងក្រោយខ្ញុំនិយាយការពិតអានេះគឺយើងគោរពបត់ឈប់បាញ់កិច្ចព្រមព្រៀងគោរពបត់ឈប់បាញ់និយាយមែនណាបើថាមានអពតទី2វិញមិនអោយសៀមរស់បានសុខទេបើជ្រុលជាវាយយកទៅដីវាវិញហ្មងវាយដល់ទៅដីរបស់វាវិញមកបាក់ស្បាតវិញហ្មងជ្រុលកាច់ត្បូងវាហ្មងបើថាទឹកដីរបស់យើងត្រូវបាត់បង់ឬក៏ត្រូវខាតកម្លាំងទ័ពត្រូវយ៉ាងម៉េចវាយវាឲ្យបាក់ស្បាតឲ្យរៀបសិនតែវាយវារៀបភាសាឲ្យលើកក្រោយគឺវាលេងហ៊ីងក៏ខ្លួនដែរនិយាយចឹងបងបាទបើថាត្រឹមតែមកវាយវាផ្អើលឲ្យវាទៅវិញហើយថ្ងៃណាមួយវាមានកម្លាំងគង់តែវាមកឃ្លានពៀនវាយយើងទៀតទេ